ម្នាក់ហៅស្លឹកខ្ទឹមម្នាក់ហៅខ្ទឹមខ្យល់ខ្ញុំអត់ដឹងថាអានឹងគេហៅអ្វីដែរក៏ប៉ុន្តែថ្ងៃហ្នឹងខ្ញុំនឹងមករៀនធ្វើមុខម្ហូបមួយដែលខ្ញុំអត់ដែរបានធ្វើទេតែខ្ញុំដែរញ៉ាំដែលឆាជាមួយនឹងស្លឹកខ្ទឹមខ្យល់អញ្ចឹងខ្ញុំហៅតែខ្ទឹមខ្យល់ណាជាមួយនឹងសណ្តែកបដោះដោយសារខ្ញុំធ្លាប់បានទៅតាមហាងអីអញ្ចឹងគេធ្វើលក់អីអញ្ចឹងខ្ញុំធ្លាប់បានញ៉ាំក៏ប៉ុន្តែខ្ញុំអត់ដែរបានធ្វើទេមុនដំបូងហ្នឹងខ្ញុំប្រុងទិញតែស្លឹកខ្ទឹមទៀតប៉ុន្តែគេអត់លក់ឲ្យគេថាអានឹងគេឆាមិនបាច់ដាក់ស្លឹកខ្ទឹមទៀតទេដាក់តែខ្ទឹមខ្យល់ហ្នឹងទៅបានហើយអញ្ចឹងទៅសាច់ជ្រូកយើងសល់ប្រហែលជា3ខាំសាច់ជ្រូក3ជាន់អញ្ចឹងទៅយើងយកមកធ្វើប្រហើយតែម្ដងទៅនៅក្នុងនោះយើងមានខ្ទឹមខ្យល់សណ្តែកបដោះហើយនឹងខ្ទឹមចិញ្ច្រាំយើងដាក់ខ្ទះយើងឲ្យក្តៅបន្តិចមកយើងអាចចាក់ខ្លាញ់ចូលទៅតែបើសិនជាយើងចង់ចាហៀវខ្លាញ់ចេញពីសាច់របស់យើងក៏បានដែរក៏ប៉ុន្តែថ្ងៃនេះខ្ញុំរៀងភ្លេចដែរខ្ញុំក៏ចាក់ខ្លាញ់ចូលទៅបន្តិចទៅក៏បន្ថែមជាមួយនឹងខ្ទឹមចិញ្ច្រាំរបស់យើងនឹងចូលទៅលីងវាឲ្យឈ្ងុយល្អហើយចាំយើងចាក់សាច់ជ្រូករបស់យើងចូលទៅឬក៏សាច់របស់យើងដែលយើងប្រើជាសាច់អីក៏បានដែរចាក់ចូលទៅបន្ទាប់ពីយើងលីងឲ្យវាឈ្ងុយជាមួយនឹងខ្ទឹមបំពងរបស់យើងមកទៅហើយក៏យើងបន្ថែមជាមួយនឹងស្ករស1ស្លាបព្រាប៊ីចេងកន្លះស្លាបព្រារ៉ូឌីចំនួនកន្លះស្លាបព្រាហើយនឹងប្រេងខ្យងចំនួន2ស្លាបព្រាបាយបន្ទាប់ពីនោះមកយើងលីងគ្រឿងរបស់យើងជាមួយនឹងសាច់ជ្រូកនឹងឲ្យចូលគ្នាល្អហើយទើបខ្ញុំបន្ថែមជាមួយនឹងទឹកស៊ីអ៊ីវខាប់ចូលទៅព្រោះទឹកស៊ីអ៊ីវខាប់នឹងវាជំនួយពណ៌ហើយរសជាតិវាក៏រៀងផ្អែមតិចដែរហើយខ្ញុំក៏បន្ថែមជាមួយនឹងទឹកត្រីចូល1ស្លាបព្រាបាយដែរដោយសារតែវាអត់ទាន់ចូលជាតិល្អទេនៅពេលដែលយើងលីងសាច់របស់យើងឲ្យចូលជាតិគ្នាល្អហើយពណ៌វាឡើងស្អាតសាច់យើងឆ្អិនល្អហើយទើបយើងចាក់ខ្ទឹមខ្យល់ជាមួយនឹងសណ្តែកបដោះយើងចូលទៅព្រមគ្នាតែម្ដងដោយសារតែបន្លែពីរមុខហ្នឹងយើងអត់ប្រើពេលវេលាយូរទេយើងចាក់ចូលព្រមគ្នាហ្មងព្រោះមិនចាំបាច់ណាចូលមុនណាក្រោយដោយសារវាមានភាពទន់ដូចគ្នាហើយម្យ៉ាងប្រេងខ្យល់ហ្នឹងបើសិនជាយើងឆាវាឲ្យតែឆ្អិនល្មមបានហើយកុំឲ្យឆាឆ្អិនជ្រុលពេកវាអត់ដូចតកួនអីទេព្រោះថានៅពេលវាឆ្អិនជ្រុលទៅវាអត់ឆ្ងាញ់ទេវាអាចល្អីអីអញ្ចឹងប៉ុន្តែបើសិនជាយើងឆាវាឲ្យនៅរឿងជ្រុបគឺឆ្ងាញ់ល្អហើយបន្ទាប់ពីយើងឆាត្រឡប់យើងត្រូវការប្រើពេលយូរដែរក្នុងពេលឲ្យវាឆ្អិនអញ្ចឹងបើតាមចិត្តខ្ញុំចង់តាដាំទឹកស្រស់តែក៏ប៉ុន្តែអ៊ំគាត់ប្រាប់ថាអត់ឲ្យយើងស្រស់ទេមិនបាច់ស្រស់ទេឲ្យយើងឆាអញ្ចឹងទៅខ្ញុំក៏សាកធ្វើតាមគាត់អញ្ចឹងទៅយើងឆាត្រឡប់ចុះត្រឡប់ឡើងដើម្បីឲ្យទឹកខ្ទឹមរបស់យើងនឹងវាឆ្អិនសព្វល្អជាមួយនឹងស្តេចដុះរបស់យើងក៏វាឆ្អិនល្អដូចគ្នានៅពេលដែលវាឆ្អិនល្អហើយទើបយើងបន្ថែមនឹងម្រេចសម្រាប់បងប្អូនដែលគាត់ចូលចិត្តហូបម្រេចគាត់អាចបង់ម្រេចបានណាតែបើថាគាត់អត់ចូលចិត្តទេមិនបាច់ដាក់ក៏បានដែរប៉ុន្តែខ្ញុំ recommend ថាគួរតែដាក់ព្រោះថានៅពេលដែលដាក់ម្រេចចូលមកគឺថាវាឈ្ងុយហ្មងធម្មតាម្ហូបឆាគឺយើងត្រូវបន្ថែមមួយលឹកខ្ទឹមមែនអត់ប៉ុន្តែមុខម្ហូបនេះយើងឆាខ្ទឹមស្រាប់ហើយអញ្ចឹងយើងអាចបានដាក់ស្លឹកខ្ទឹមទេប៉ុន្តែនៅពេលដែលយើងថែមជាមួយម្រេចគឺថាវាឈ្ងុយវាភាយមកខ្ញុំនឹកឃើញគ្រាន់តែដាក់ម្រេចចូលទៅខ្ញុំនឹកឃើញដល់ម្ហូបយាយខ្ញុំធ្លាប់ធ្វើព្រោះយាយខ្ញុំក៏ចូលចិត្តភាសាម្រេចចឹងទៅពេលដែលគាត់ឆាមិនថាគាត់ឆាសាច់ជ្រូកឬឆាអីនៅពេលដែលគាត់បង់ម្រេចតាមក្រោយឧទាហរណ៍ថាម្ហូបយើងវាឆ្អិនហើយយើងបង់ម្រេចតាមក្រោយជាពិថាឈ្ងុយឥឡូវនេះឃើញថាម្ហូបរបស់យើងបានឆ្អិនហើយសូមអញ្ជើញបងប្អូនទាំងអស់គ្នាមកពិសាបាយជាមួយខ្ញុំទាំងអស់គ្នាជម្រាបលាបាយបាយជួបគ្នាវីដេអូក្រោយចា